យុវជនគណបកប្រជាជនកម្ពុជាថ្នាក់កណ្ដាលសម្រេចដាក់ចេញនូវទិសដៅការងារបន្ត13ចំណុចក្នុងគោលដៅស្មារតីសាមគ្គីភាពប្រជាធិបតេយ្យឯកភាពផ្ទៃក្នុងនិងការទទួលខុសត្រូវខ្ពស់នៅក្នុងសេចក្តីជូនដំណឹងស្តីពីលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ2024និងទិសដៅការងារបន្តរបស់យុវជនគណបកប្រជាជនកម្ពុជាចុះថ្ងៃទី26 ខែមេសាឆ្នាំ2025បានបង្ហាញពីសមិទ្ធផលជាច្រើនដែលគណបកសម្រេចបាននិងជាពិសេសការអភិវឌ្ឍឥតឈប់ឈរនៃលទ្ធប្រជាធិបតេយ្យនីតិរដ្ឋនៅកម្ពុជាហើយបានដាក់ចេញនូវទិសដៅការងារបន្តចំនួន13ចំណុចសម្រាប់យុវជនបាក់របស់ខ្លួនក្នុងចំណោមទិសដៅការងារចំនួន13ចំណុចដែលយុវជនគណបកប្រជាជនបានដាក់ចេញរួមមានទី1ការពារសន្តិភាពនិងថ្នាក់ដឹកនាំកម្ពុជាទាំងពីរទី2បញ្ជ្រាបកម្មវិធីនយោបាយទី3យល់ច្បាស់សមិទ្ធផលប្រវត្តិសាស្ត្រទី4រារាំងការអូសទាញរបស់បកប្រឆាំងទី5ថ្នាក់ក្រោមគោរពថ្នាក់លើទី6បរិមាណសមាជិកដើម្បីឈ្នះឆ្នោតទី7បន្តការបណ្ដុះបណ្ដាលទី8បន្តពង្រឹងការងារសិទ្ធិអារម្មណ៍ទី9គ្រប់គ្រងឲ្យបាននូវសិទ្ធិអារម្មណ៍ទី10ការចូលរួមកាន់តែសកម្មទី11ការតាមដានសភាពការទូទៅទី12បន្តពង្រឹងការងារបណ្ដាញសង្គមនិងទី13ពង្រឹងពង្រីកទំនាក់ទំនងអន្តរជាតិចំពោះចំណុចទី1ការពារសន្តិភាពនិងថ្នាក់ដឹកនាំកម្ពុជាទាំងពីរនៅក្នុងសេចក្តីជូនដំណឹងខាងលើបង្ហាញថាការពារដាច់ខាតនូវសន្តិភាពឯករាជ្យអធិបតេយ្យនិងបូរណភាពទឹកដីនិងការពារសម្ដេចតេជោប្រធានគណបកនិងសម្ដេចធិបតីនាយករដ្ឋមន្ត្រីដែលជាស្នូលដឹកនាំនិងជាសរទ្រូងដ៏រឹងមាំរបស់គណបកនិងប្រទេសជាតិដោយកម្ចាត់ចោលនូវរាល់នយោបាយនិងសកម្មភាពជ្រុលនិយមគ្រប់រូបភាពដែលប៉ុនប៉ងបំផ្លាញសន្តិភាពនិងការអភិវឌ្ឍនៅកម្ពុជានិងរងស្កាត់ការជ្រៀតជ្រែករបស់អាមិត្តពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាចំណែកចំណុចទី8បន្តពង្រឹងការងារសិទ្ធិអារម្មណ៍នៅក្នុងសេចក្តីជូនដំណឹងខាងលើបង្ហាញថាការធ្វើអង្កេតអំពីសិទ្ធិអារម្មណ៍យុវជននិងការឃោសនាអប់រំតាមរយៈការអនុវត្តតាមគោលការណ៍មន្ត្រីរបស់គណបកម្នាក់ជាឃោសនិកដ៏សកម្មម្នាក់របស់គណបកដោយធ្វើការឃោសនាតាមគ្រប់មធ្យោបាយជាពិសេសតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមដល់សាធារណជនជាពិសេសយុវជនអំពីចំណុចវិជ្ជមានរបស់គណបកនិងរាជរដ្ឋាភិបាលមើលឃើញថាយុវជនរបស់គណបកប្រជាជនកម្ពុជាគឺសុទ្ធតែជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៅក្រសួងឬស្ថាប័នរដ្ឋជាច្រើនទៅតាមវិស័យនីមួយអត្ថបទដោយហេងរិទ្ធ